ថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញរាល់វីដេអូ vlog ដំណើរកម្សាន្តទៅសិង្ហបុរីនិងម៉ាឡេស៊ីហើយដូច្នេះថ្ងៃនេះខ្ញុំនឹងលើករឿងស្ដាយក្រោយដែលខ្ញុំមិនបានធ្វើនៅសិង្ហបុរីនិងម៉ាឡេស៊ីប្រាប់អ្នកទាំងអស់គ្នារឿងទី1ដែលខ្ញុំសោកស្ដាយគឺខ្ញុំអត់បានជ្រើសពេលវេលាល្អខ្ញុំទៅចំពេលវេលាគេយកតោលេងទឹកតោដែលគេតំណាងឲ្យនៅសិង្ហបុរីជាក់ទឹកហ្នឹងអ្នកទាំងអស់គ្នាគឺគេយកធ្វើថ្មីហើយនឹងតំបន់ទេសចរផ្សេងទៀតដែលល្បីគឺគេក៏កែច្នៃធ្វើថ្មីដែរគេសម្អាតទៅអ្នកទាំងអស់គ្នាអញ្ចឹងហើយខ្ញុំអត់បានដើរលេងឬក៏ថតនៅកន្លែងទីតាំងតំណាងនៅសិង្ហបុរីទេអញ្ចឹងយើងបានទៅនៅសារមន្ទីរអីតិចតួចតែប៉ុណ្្នឹងឯងពិតជាសោកស្ដាយរឿងទី2គឺខ្ញុំទៅលេង Universal អត់ទាន់ពេលវេលាគេបើកចាប់ពីម៉ោង10រហូតដល់ម៉ោង5ល្ងាចថ្ងៃដែលខ្ញុំទៅថ្ងៃផ្សេងទៀតគេអាចនឹងបើកចាប់ពីម៉ោង10ដល់ម៉ោង7ល្ងាចហើយខ្ញុំទម្រាំទៅដល់គឺម៉ោង12ជាងហើយខ្ញុំអត់បានលេងអីច្រើនទេអ្នកនរគ្នានៅក្នុងនោះគឺមានដំណើរកម្សាន្តរបស់លេងច្រើនមែនតើមានចំណុចផែនទីគេកំណត់ឲ្យយើងទៅលេងណាហើយនៅក្នុងហ្នឹងសំណាងដែលខ្ញុំបានលេងបានទិញ support ជា Express Pass បើខ្ញុំយកធម្មតាប្រកាសជាត្រូវតម្រង់ជួរច្រើនហើយខ្ញុំប្រកាសជាខាត់ពេលវេលាអត់បានលេងទេតែយ៉ាងហោចណាស់ក៏ខ្ញុំបានចូលហើយនឹងទិញ support ទៅ Universal ខ្ញុំទៅសិង្ហបុរីហ្នឹងទៅ Universal ហ្នឹងអត់ស្ដាយលុយទេអ្នកនរគ្នាព្រោះថាសប្បាយផឹកគេមែនបានជួប idol បំពវីខ្ញុំបានទៀតដល់ចឹងហើយអូខេរឿងទី3គឺមិនបានទិញសូកូឡាច្រើននៅសិង្ហបុរីស្ដាប់ទៅចម្លែកអស់អ្នកនរគ្នាចាំបាច់ទិញសូកូឡានៅក្នុងទៅអីនៅនឹងក៏មានដែរគំនិតហ្នឹងហើយដែលខ្ញុំបានគិតតែដល់ពេលមែនតែនគឺខ្ញុំរើទិញគ្មានទេអ្នកនរគ្នានៅសិង្ហបុរីសូកូឡាអ្វីក៏មានដែររសជាតិគឺឆ្ងាញ់គ្រប់រសជាតិគ្រប់ម៉ូតហើយតម្លៃគឺមានចាប់តែ$1ឡើងហើយថោកមែនអ្នកនរគ្នាដូចផ្លាកខ្ញុំបង្ហាញឃើញទេ$10អូយខ្ញុំស្ដាយក្រោយដែលអត់បានទិញអ្នកនរគ្នារឿងសោកស្ដាយទី4ក៏មិនខុសពីទី1អ្នកនរគ្នាគឺខ្ញុំអត់បានថតប្លង់និយាយទៅយើងរកអត់ឃើញយើងមិនអ្នកនៅក្នុងអញ្ចឹងហើយភ្លាមរត់ឃើញទីតាំងដែលគេថតអាគេល្បីអ្នកនរគ្នាចាំខ្ញុំដាក់រូបថតអ្នកនរគ្នាមើលអ្នកនរគ្នាដឹងហើយខ្ញុំចង់ថតពេលថ្ងៃតែអត់មានពេលបានថតពេលថ្ងៃមកថតពេលយប់យ៉ាវាអស់ហើយមិនតែពេលយប់ក៏ស្អាតមួយយ៉ាងដែរអ្នកនរគ្នាមិនតែចង់ថតពីព្រឹកចំពោះភាពសោកស្ដាយដែលខ្ញុំមិនបានធ្វើនៅម៉ាឡេស៊ីម្ដងខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅវីដេអូវគ្គ2ចំពោះវីដេអូវគ្គ1នេះខ្ញុំសង្ឃឹមអ្នកទាំងអស់គ្នានឹងពេញចិត្តបានទស្សនាហើយរីករាយនឹងជួយ like share ធ្វើឲ្យគ្រូខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូវគ្គ2បន្តបើសិនជាអ្នកទាំងអស់គ្នាមានបទពិសោធន៍នឹងរឿងណាដែលអ្នកទាំងអស់គ្នាសោកស្ដាយដែលមិនបានធ្វើនៅឯប្រទេសដែលអ្នកទាំងអស់គ្នាបានដើរលេងសូមសង្ឃឹមថាអ្នកទាំងអស់គ្នាបានជួយ comment នៅក្នុងវីដេអូខាងក្រោមដើម្បីឲ្យខ្ញុំបានអានហើយនឹងស្វែងយល់ទុកចិត្តជាបទពិសោធន៍សម្រាប់ខ្លួនឯងដូចគ្នាអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនារីករាយនឹងវីដេអូមួយនេះបាយ